ប្រជុំនិទានជាដករឿងពាក់កបណ្ឌិតក្នុងអវសរៈដែលកន្លងទៅហើយមានកូនបក្សី3គឺកូនកង្កោកកូនសាលិកាកូនកុកនៅអាស្រ័យក្នុងសម្បុកលើមេឃព្រឹក្សាជិតគ្នាសម័យនោះមានថ្មព្រៃ3នាក់នៅក្នុងដែនកម្ពុជាបាននាំគ្នាចរចូលទៅក្នុងព្រៃដើម្បីចាប់ម្រឹកថ្មព្រៃទាំង3នាក់ខំស្វែងរកម្រឹកអស់មួយថ្ងៃពុំបានជួបប្រទះសោះដល់ពេលល្ងាចជិតត្រឡប់មកផ្ទះវិញបានឃើញកូនបក្សី3ដែលនៅក្នុងសម្បុកជិតគ្នានោះក៏ចាប់យកម្នាក់មួយមកចិញ្ចឹមឯថ្មព្រៃទាំង3រូបនោះមានសេចក្តីស្រឡាញ់ចំពោះកូនបក្សីទាំង3ហាក់ដូចជាកូនបង្កើតបានគិតគ្នាថាយើងខំចិញ្ចឹមរក្សាបង្រៀនឲ្យមានបែបបទល្អហើយយកទៅថ្វាយស្ដេចជាគ្រឿងបណ្ណាការថ្មព្រៃម្នាក់ដែលចិញ្ចឹមកូនកង្កោកខំបង្ហាត់ឲ្យចេះពងចេះរាំចេះក្រាបសំពះឯកង្កោកជាសត្វមានគំនិតខ្លីក៏ចេះតែខំធ្វើតាមដរាបដល់ចេះពងចេះរាំចេះក្រាបសំពះដោយបំណងរបស់ម្ចាស់ថ្មព្រៃម្នាក់ទៀតដែលចិញ្ចឹមកូនសាលិកាក៏បង្ហាត់បង្ហាញឲ្យរៀនចេះនិយាយភាសាមនុស្សសាលិកាជាសត្វមានគំនិតខ្លីខំប្រឹងនិយាយតាមដរាបដល់ចេះនិយាយជាមួយនឹងមនុស្សបានឯថ្មព្រៃម្នាក់ទៀតដែលចិញ្ចឹមកូនកុកក៏ខំបង្ហាត់បង្រៀនកុកនោះតាមបំណងរបស់ខ្លួនប៉ុន្តែកុកនោះជាបណ្ឌិតមានគំនិតវែងបានគិតថាអញមិនគួរធ្វើជាអ្នកចេះរាំចេះនិយាយចេះក្រាបសំពះតាមឱវាទរបស់ថ្មព្រៃទុច្ចរិតនោះទេបើអញធ្វើជាអ្នកចេះដឹងមុខតែថ្មព្រៃនោះដាក់ក្នុងទ្រុងដរាបដល់អស់ជីវិតលុះគិតដូច្នេះហើយក៏មិនអើពើនឹងឱវាទរបស់ថ្មព្រៃជាម្ចាស់ឡើយបើគេបង្ខំខ្លាំងគ្រាន់តែស្រែកក្រក់ប៉ុណ្ណោះថ្ងៃមួយថ្មព្រៃទាំងនោះបានយកកូនបក្សីទាំង3ទៅថ្វាយស្ដេចព្រះរាជាបានទតឃើញកូនបក្សីនោះហើយទ្រង់មានព្រះតម្រាស់ថាមនាលព្រានកូនកង្កោកនេះមានគុណវិសេសដូចម្ដេចខ្លះអ្នកម្ចាស់កង្កោកក្រាបទូលថាបបិទ្ធព្រះសមិទ្ធទេពកង្កោកនេះចេះរាំចេះពងចេះក្រាបថ្វាយបង្គំក៏ប្រើកង្កោកនោះថ្វាយបង្គំព្រះរាជាលុះកង្កោកនោះថ្វាយបង្គំហើយអ្នកម្ចាស់កង្កោកធ្វើភ្លេងដោយមាត់របស់ខ្លួនកង្កោកក៏ពន់ពេនរេរាំតាមភ្លេងនោះព្រះរាជាបានទតឃើញដូច្នេះទ្រង់សពព្រះរាជហឫទ័យក៏ត្រាស់បង្គាប់ឲ្យអាមាត្យចងទុកក្បែរទីនោះទៅទ្រង់ត្រាស់សួរទៅអ្នកចិញ្ចឹមសាលិកាទៀតអ្នកចិញ្ចឹមសាលិកាក្រាបទូលថាបបិទ្ធព្រះមហារាជសាលិកានេះចេះនិយាយភាសាមនុស្សបានក៏នាំសាលិកានោះនិយាយថ្វាយព្រះរាជាព្រះសណ្ដាប់ព្រះរាជាទ្រង់ព្រះសណ្ដាប់ភាសាកូនសាលិកានោះហើយទ្រង់សពព្រះហឫទ័យក៏បង្គាប់ឲ្យអាមាត្យចងទុកក្បែរសត្វក្ងោកទើបត្រាស់សួរទៅអ្នកចិញ្ចឹមកុកទៀតអ្នកចិញ្ចឹមកុកក្រាបទូលថាបបិទ្ធព្រះសមិទ្ធទេពកុកនេះជាសត្វល្ងងបំផុតទោះបីទូបង្គំខំបង្ហាត់បង្ហាញយ៉ាងណាក៏ពុំចេះអ្វីសោះចេះត្រឹមតែស្រែកក្រក់ប៉ុណ្ណោះកុកបណ្ឌិតកាលបើម្ចាស់របស់ខ្លួនទូលព្រះរាជាដូច្នេះហើយក៏ស្រែកក្រក់ឡើងលំដាប់នោះព្រះរាជាទ្រង់ព្រះសម្រួលយ៉ាងខ្លាំងទើបបង្គាប់អាមាត្យថាឯងយកកុកនេះទៅលែងទៅកុំទុកព្រោះវាល្ងងណាស់មិនចេះនិយាយស្ដីនឹងគេទេកុកបណ្ឌិតកាលបើអាមាត្យលែងហើយក៏ហើរទៅលើទុំកំពូលប្រាសាទសូត្របទគាថាជាភាសាមនុស្សថាពកោបណ្ឌិតោរាជៈភាសកញ្ជេវៈមេវចៈមយុរាសាលិកាជេវៈពហុញាតាពហុបធាបបិទ្ធព្រះមហារាជខ្ញុំជាកុកបណ្ឌិតមានប្រាជ្ញាម្ចាស់ខ្ញុំព្រះអង្គឲ្យនិយាយខ្ញុំមិននិយាយឡើយដើម្បីដោះខ្លួនឲ្យរួចពីចំណងឯកង្កោកនិងសាលិកាជាអ្នកចេះដឹងច្រើនជាប់ចំណងក៏ច្រើនព្រះរាជាទ្រង់ព្រះសណ្ដាប់គាថារបស់កុកបណ្ឌិតហើយ
ក៏ទ្រង់បន្លឺនៅព្រះសូរសីហនាទថាសាធុសាធុអ្នកជាបណ្ឌិតមានប្រាជ្ញាមែនកុកបណ្ឌិតក៏ហើរទៅតាមវត្ថុបំណងពងរបស់ខ្លួនដោយសួស្តីលំដាប់នោះព្រះរាជាទ្រង់ទតឃើញក្ងោកនិងសាលិកាដែលជាប់ចំណងមានមុខក្រៀមក្រំស្រងោតស្រងាត់ក៏ត្រាស់បង្គាប់អាមាត្យឲ្យដោះលែងទៅ